អ្នកគ្រូដ៏សស្អាតម្នាក់នេះអ្នកគ្នាបានលួងលោមកូនសិស្សប្រុសរបស់ខ្លួនដែលមានអាយុក្រោម18ឆ្នាំជាអាណិកជនហ្នឹងបាត់ផ្ទះរបស់នាងធ្វើអីរហូតតតែមានខ្លួនឯងហើយរឿងនេះជារឿងពិតដែលកើតឡើងស្តីនៅក្នុងភាពយន្តមួយដែលមានចំណងជើងថា That's My Boy. Is that gum in your mouth, Donnie? You were jumping up and down in your little Larry Bird short shorts and sweating like a jar of pickles in the hot sun. បានហើយអ្នកគ្នាក៏ដល់ណាវាស្នេហ៍មកចូលសាច់រឿងរបស់យើងវិញដែលនាងមានឈ្មោះថា Rebecca Joy នាងបានធំធាត់ឡើងនៅក្នុងទីក្រុង Manchester ប្រទេសអង់គ្លេសនៅពីទូចនាងជាក្មេងម្នាក់ដែលស្ដាប់បង្គាប់ឆ្លាតនិងមានក្តីស្រមៃចង់ខ្លាចជាគ្រូបង្រៀនដ៏ល្អម្នាក់ពេលនាងធំដឹងក្តីហ្នឹងនាងក៏បានសម្រេចគោលបំណងរបស់នាងដែលបានចូលរៀននៅសាកលវិទ្យាល័យមួយជាផ្នែកគ្រូគណិតវិទ្យានៅបានបញ្ចប់ការសិក្សាព្រមទាំងបានចូលបង្រៀននៅសាលាអនុវិទ្យាល័យមួយនៅក្នុងទីក្រុង Manchester នៅទីនោះនាងជាគ្រូដ៏ slow ចេះនិយាយលេងសើចនងកូនសិស្សលេងហើយចេះដាក់ challenge ឲ្យកូនសិស្សលេងពេលទំនេរទៀតតែយូរទៅនាងបានធ្វើរឿងមួយនៅខែតុលាឆ្នាំ2021ហ្នឹងនាងបានដាក់មនោគមឬក៏លេងល្បែងផ្លូវចិត្តជាមួយនឹងកូនសិស្សប្រុសម្នាក់ដែលខ្ញុំហៅឈ្មោះថា Boy A ដោយនាងបាននិយាយជាមួយនឹង Boy A ហ្នឹងដែលនិយាយក្នុងថ្នាក់មុខសិស្សថាអូនឯងសាក់ទីកតុយលេខរបស់អ្នកគ្រូមើលបើទីត្រូវចាំអ្នកគ្រូឲ្យលេខអូនឯងពេញតែគ្រប់គ្នាដែលនៅក្នុងថ្នាក់ហ្នឹងមើលមកដូចអសមជាការលេងសើចសោះដាក់ហួសចិត្តជាមួយអ្នកគ្រូដែលលេងហ្គេមបែបហ្នឹងហើយអ្វីដែលសំខាន់គឺអូន Boy A ហ្នឹងគឺទីត្រូវទៀតបកកាយមកអ្នកគ្នាហើយអ្នកគ្រូរីបកាយយើងហ្នឹងគឺមិននិយាយលេងទេគឺគាត់និយាយមែនតើគាត់បានឲ្យលេខទូរស័ព្ទហ្នឹងទៅឲ្យកាន់អា Boy A មែនដោយគាត់និយាយថានេះអូនយកលេខទូរស័ព្ទមកអ្នកគ្រូបើយកហើយបានលេខទូរស័ព្ទហើយកុំភ្លេចផ្ញើសារឆាប់មកលេងអ្នកគ្រូផងណាអ្នកគ្រូនឹងមានរង្វាន់ឲ្យចាប់ពីពេលហ្នឹងមកគឺនាងជាមួយនឹង Boy A ហ្នឹងចាប់ផ្ដើមឆាតតំណងលេងឆាតជាមួយគ្នាទៅវិញទៅមករហូតតតែនាងហ្នឹងបានបបួលលួងលោម Boy A ហ្នឹងមកលេងផ្ទះរបស់នាងតែមុនទៅលេងផ្ទះរបស់នាងហ្នឹងគឺអ្នកស្រីរីបកាយយើងហ្នឹងបាននាំ Boy A របស់យើងទៅកាន់ហាង Gucci មួយកន្លែងដោយនាងបានទិញខ្សែក្រវ៉ាត់ Gucci មួយដែលមានតម្លៃ350 pound ដែលគិតជាដុល្លារទៅប្រហែលជា$400បន្ទាប់ពីបានរបស់លួងចិត្តចឹងហើយគឺ Boy A យើងហ្នឹងក៏ទុនចិត្តព្រមទៅផ្ទះរបស់អ្នកគ្រូ Rebecca មែនហើយក៏បន្តសកម្មភាពធ្វើអីនៅក្នុងផ្ទះរបស់នាងចឹងទៅប៉ុន្តែអ្វីវាកាន់តែធ្ងន់ធ្ងរនៅពេលដែលអ្នកគ្រូ